ពេលខ្លះយើងមិនច្រណែនអ្នកដទៃទេយើងគ្រាន់តែចាប់ផ្ដើមសង្ស័យខ្លួនឯងយើងមើលឃើញជីវិតអ្នកដទៃហើយសំណួរមួយលេចឡើងក្នុងចិត្តហេតុអ្វីមិនមែនជាខ្ញុំការប្រៀបធៀបមិនមែនជារឿងថ្មីទេប៉ុន្តែពេលនេះវាកើតឡើងយ៉ាងស្ងៀមស្ងាត់តែជ្រាលជ្រៅជាងសពដងយើងមិននិយាយយើងមិនត្អូញត្អែយើងមិនបង្ហាញយើងគ្រាន់តែមើលការងារគេមើលការរីកចម្រើនគេមើលជីវិតគេហើយបន្ទាប់មកដោយមិនដឹងខ្លួនយើងក្រឡេកមើលមកខ្លួនឯងដោយក្រសែភ្នែកមិនសូវអាណិតអាសូរដូចពីពេលមុនតាមការពិតអ្វីដែលយើងមើលឃើញមិនមែនជាជីវិតពេញលេញរបស់ពួកគេទេវាគ្រាន់តែជាពេលមួយជាចំណុចភ្លឺមួយដែលគេជ្រើសរើសយកមកបង្ហាញមនុស្សមួយចំនួនតែបង្ហាញតែពេលឈ្នះតែពេលធ្លាក់ខ្លួនពួកគេនៅសង្ងំស្ងៀមមនុស្សមួយចំនួនបង្ហាញស្នាមញញឹមតែទុកភាពនឿយហត់ឲ្យនៅក្នុងចិត្តប៉ុន្តែយើងបែរជាយកជីវិតពេញលេញរបស់ខ្លួនទៅប្រៀបធៀបតែជាមួយនឹងជីវិតមួយរយៈពេលដែលអ្នកដទៃយកមកបង្ហាញបែបនេះមិនស្មើភាពទេប៉ុន្តែយើងនៅតែធ្វើវាដដែលយឺតវាធ្វើឲ្យចិត្តយើងនឿយហត់ដោយមិនដឹងមូលហេតុការប្រៀបធៀបនឹងមិនធ្វើឲ្យយើងคล้ายទៅជាអ្នកដទៃឬក៏ជាមនុស្សថ្មីទេវាធ្វើឲ្យយើងបាត់បង់ជំនឿចិត្តលើខ្លួនឯងឈប់ជឿលើផ្លូវរបស់ខ្លួនយើងចាប់ផ្ដើមសួរថាតើយើងយឺតពេកឬទេថាតើយើងធ្វើខុសឬទេថាតើយើងកំពុងធាក់ថយក្រោយឬទេតែតាមការពិតផ្លូវជីវិតរបស់មនុស្សរាល់រូបមិនដូចគ្នានោះទេខ្លះមានផ្លូវត្រង់ខ្លះមានផ្លូវវែងខ្លះលំបាកខ្លះស្ងៀមស្ងាត់ល្បឿនមិនមែនជាផុសតាងនៃទិសដៅនោះទេមនុស្សមួយចំនួនទៅលឿនមិនមែនពីព្រោះតែពួកគេពូកែជាងឬល្អជាងឡើយប៉ុន្តែព្រោះផ្លូវពួកគេខ្លីជាងមនុស្សមួយចំនួនទៀតទៅយឺតក៏មិនមែនព្រោះតែពួកគេខ្សោយប៉ុន្តែព្រោះផ្លូវពួកគេវែងជាងបញ្ហាមិនមែនថាយើងទៅលឿនឬទៅយឺតបញ្ហាគឺថាយើងកំពុងដើរលើផ្លូវរបស់អ្នកដទៃឬក៏ផ្លូវរបស់ខ្លួនឯងការប្រៀបធៀបមិនធ្វើឲ្យយើងបាត់បង់ទ្រព្យសម្បត្តិនោះឡើយក៏ប៉ុន្តែវាធ្វើឲ្យយើងបាត់បង់នូវសន្តិភាពនិងជំនឿចិត្តនៅក្នុងចិត្តហើយពេលដែលសន្តិភាពនិងជំនឿចិត្តបាត់ទិសដៅជីវិតក៏បាត់ទៅជាមួយយ៉ាងស្ងៀមស្ងាត់ដែរជីវិតមិនបានសួរថាយើងនៅមុខអ្នកដទៃឬនៅក្រោយអ្នកដទៃឡើយតែវាសួរថាយើងកំពុងរីកចម្រើនដោយមិនបាត់បង់ខ្លួនឯងឬទេពេលយើងឈប់ប្រៀបធៀបយើងចាប់ផ្ដើមឃើញជំហានរបស់ខ្លួនឯងច្បាស់ជាងមុនហើយពេលយើងឃើញជំហានខ្លួនឯងច្បាស់ជាងមុនយើងទៅមុខដោយស្ងៀមស្ងាត់ដោយកិត្តិយសនិងដោយមានទិសដៅនេះមិនមែនជាសម្លេងរំខានឡើយនេះគឺជាគោលបំណងនៃ Channel ដាស់គំនិតខ្មែរ